Family and Friends, Second Edition, Starter. ជំរាបសួរអាណាព្យាបាលនិងសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយនឹងអ្នកគ្រូបង្រៀនភាសាអង់គ្លេស Family and Friends Starter Unit Starter Hello ប៉ុន្តែថ្ងៃនេះយើងនឹងរៀនអំពី Lesson 2 ម្ដង Grammar and Song តោះសូមកូនបើកទំព័របើកសៀវភៅទំព័រទី5ជាមួយអ្នកគ្រូទាំងអស់គ្នាហើយកូនឃើញពាក្យនៅលើក្តារខៀននេះទេចាថ្ងៃនេះកូននឹងស្ដាប់អ្នកគ្រូហើយអ្នកគ្រូនឹងអានឲ្យកូនស្ដាប់តោះឥឡូវចាប់ផ្ដើមស្ដាប់អ្នកគ្រូដោយយកចិត្តទុកដាក់តោះចាប់ផ្ដើម What's your name កូនស្ដាប់ឮអត់អ្នកគ្រូអានឲ្យម្ដងទៀត What's your name អូខេមើលពាក្យបន្ទាប់គឺ I'm Rosie ប៉ះអ្នកគ្រូសូមអានឲ្យកូនស្ដាប់ម្ដងទៀតប៉ះចាប់ផ្ដើមស្ដាប់អ្នកគ្រូដោយយកចិត្តទុកដាក់ What's your name I'm Rosie ប៉ះអូខេឥឡូវយើងចូលចំណុចមួយទៀតគឺ Listen and repeat ត្រង់ចំណុចនេះកូនត្រូវស្ដាប់អ្នកគ្រូអានហើយកូនថាតាមគឺពាក្យអំបញ្ញមិញគឺ What's your name ចា What's your name I'm Rosie តោះឥឡូវចាប់ដើមស្ដាប់អ្នកគ្រូ What's your name កូនស្ដាប់ឮអត់ What's your name តោះសូមកូន repeat What's your name កូនថាតាមមើលចាត្រឹមត្រូវហើយឥឡូវអ្នកគ្រូនឹងអានប្រយោគទី2គឺ I'm Rosie សូមកូន repeat ថាតាមចាសូមអរគុណចាបន្ទាប់ពីកូនស្ដាប់អ្នកគ្រូហើយកូនថាតាមរួចហើយឥឡូវដល់ពេលកូនអានដោយខ្លួនឯងម្ដងប៉ះចាប់ដើមប្រយោគទី1កូនថាតាមហើយនៅចាសូមម្ដងទៀតកូនថាតាមរួចហើយប៉ះចូលប្រយោគទី2កូនថាតាមប្រយោគទី2ចាឥឡូវសូមកូនស្ដាប់ហើយនឹងច្រៀងតាមពាក្យនៅលើក្តារខៀននេះជាភាសាអង់គ្លេសទាំងអស់គ្នាតោះអ្នកគ្រូនឹងចាក់ឲ្យកូនស្ដាប់ហើយនឹងច្រៀងតាមតោះចាប់ផ្ដើម
ចាបន្ទាប់ពីបងប្អូនច្រៀងចម្រៀងរួចហើយនៅចំណុចទី2ថ្ងៃនេះអ្នកគ្រូមានមួយចំណុចទៀតគឺចំណុចចុងក្រោយនៃមេរៀនទី2របស់យើងគឺចំណុចទី3គឺ trace the lines and say អញ្ចឹងថ្ងៃនេះកូននឹងធ្វើគំនូសឬក៏គូបន្ទាត់ហើយនិយាយពាក្យដែលយើងនឹងធ្វើគំនូសទៅកាន់រូបភាពនោះអញ្ចឹងមកចាប់ផ្ដើមបន្ទាប់មុននឹងចាប់ផ្ដើមកូនត្រូវមានខ្មៅដៃដើម្បីធ្វើគំនូសជាមួយនឹងអ្នកគ្រូតោះអញ្ចឹងកូនក៏លេចមើលអ្នកគ្រូនឹងត្រេះឬក៏ធ្វើគំនូសឲ្យកូនតោះចាប់ផ្ដើមកូនឃើញចំណុចមួយនេះទេកូនត្រូវចុចចុងខ្មៅដៃរបស់កូននៅលើចំណុចមួយនេះបន្ទាប់មកទៅត្រង់ឡើងលើមកស្ដាំចុះក្រោមទៅត្រង់គេធ្វើដូចនេះដើម្បីភ្ជាប់រូបភាពទៅកាន់ Rosie ចានេះគឺជារូបភាពដែលអ្នកគ្រូភ្ជាប់ឲ្យកូនគឺ Rosie តោះបន្ទាប់ពីកូនមើលអ្នកគ្រូហើយកូនអនុវត្តគូឲ្យចេញជារូបភាពបែបនេះចាឥឡូវយើងមើលរូបភាពបន្ទាប់គឺខាងក្រោមនេះដូចគ្នាប៉ុន្តែរាងតូចបន្តិចតោះយើងភ្ជាប់ពីចំណុចមូលនេះមកទៅត្រង់ឡើងលើដូចគ្នាធ្វើបែបនេះរហូតមកចារហូតដល់រូបភាពមួយនេះគឺពាក្យដែលយើងរៀនហើយគឺឈ្មោះរបស់ team ចាកូនភ្ជាប់បែបនេះដោយអ្នកគ្រូនៅចាបន្ទាប់ពីកូនភ្ជាប់រូបភាពបែបនេះហើយគឺជាចំណុចបញ្ចប់នៃមេរៀនរបស់យើងគឺមេរៀនទី2 grammar and song អញ្ចឹងកូនកុំភ្លេចអនុវត្តមេរៀនឬក៏អានពាក្យឬធ្វើលំហាត់ដែលអ្នកគ្រូបង្ហាញនេះនៅលើសៀវភៅរបស់កូនសូមអរគុណ